បញ្ហាព្រំដែនជាចំណុចមួយដែលក្តៅតែក្មេងទំនើងឆ្លៀតឱកាសស្មានតែសមត្ថកិច្ចពាក់ព័ន្ធមួយចំនួនគឺថាសង្ងំសុខតែចំពោះនគរបាលជាតិជាពិសេសនគរបាលរាជធានីភ្នំពេញរឹតតែបង្កើនពីមួយថ្ងៃទៅមួយថ្ងៃហើយក្នុងនោះគឺយើងឃើញថារយៈពេលប្រហែលខែនេះក្មេងទំនើងកម្រិតយើងទប់ស្កាត់អត់បានតែយើងធ្វើការស្រាវជ្រាវចាប់បង្កើតការព័ត៌មានឃើញហើយថ្មីនេះគឺមិនមែនថាក្មេងទំនើងកើតឡើងចេញជាភេទមួយភេទពីរទេគឺចម្រុះដូចជានៅកោះពេជ្របាទយើងមិននឹកស្មានដល់ថាគាត់ទៅជាក្មេងស្រីនេះគាត់ក៏បង្កើតទៅជាការវាយតប់បង្កើតបកបង្កើតពួកចឹងដែរតែអ្វីដែលច្បាប់គឺមិនលើកលែងទេអ្វីដែលយើងអាចអប់រំបានអ្វីដែលយើងត្រូវតែបញ្ជូនទៅឲ្យស្ថាប័នច្បាប់ដើម្បីណែនាំអប់រំគាត់ដោយឲ្យគាត់រៀងចាលនេះគឺកិច្ចការងារមួយដែលយើងយកចិត្តទុកដាក់កំពុងតែធ្វើហើយនឹងបន្តធ្វើដោយក្តៅដៃបំផុតទាំងពីក្មេងបង្ហោះម៉ូតូក៏យើងអត់ដកថយទាំងពីក្មេងប្រើប្រាស់សម្ាងកែច្នៃក៏យើងនឹងរឹតបន្តឹងទ្វេមួយជាពីរនេះគឺជាកិច្ចការងារស្នូលរបស់នគរបាលជាតិកម្ពុជាបម្រើសុខសុវត្ថិភាពជូនប្រជាពលរដ្ឋទាំងពីការរស់រានមានជីវិតការររបបទទួលទាននឹងការសម្រាកនៅភូមិឋានឧទាហរណ៍គាត់ហត់នឿយពីថ្ងៃតែគាត់ត្រូវការរំខានពីក្មេងបង្ហោះម៉ូតូដោយតាមផ្លូវឬមួយប្រើប្រាស់សម្លេងកែច្នៃនេះគឺគាត់សម្រានមិនលក់បក់មិនហើយនេះគឺជាកង្វល់របស់ប្រជាពលរដ្ឋតែជាកាតព្វកិច្ចរបស់គោលបាលជាតិនេះគឺជាកិច្ចការងារស្នូលរបស់គោលបាលជំនាញយើងអញ្ចឹងទេគឺយើងទប់ស្កាត់